មែនមួយហើយក៏មិនមែនពីរចាលើកនេះគិតថា Lamborghini ទំគ្នា3គ្រឿងតែម្ដងមកបងទៅយើងចូល stock សានេះមិនថាប្រភេទ SUV MPV ប្រភេទ Land Sport គិតថាចូល stock ច្រើនខ្លាំងមែនតើចង់បានក្រហមចង់បានប្រុសស្ងាយចង់បានសចាបងគិតថាមានគ្រប់ជម្រើសតែម្ដងមកបងទៅឡើងគឺប្រភេទការ៉ាស់គុនទាំងអស់តែម្ដងតែចំពោះ3គ្រឿងទំគ្នានេះគឺថា option ខុសគ្នាទាំងអស់បងប៉ុន្តែទ្វារបាក់ឡើងលើដូចគ្នាអញ្ចឹងបងទៅមើលមួយខ្ញុំទាំងអស់គ្នាសិនទៅចំពោះប្រុសស្ងាយពណ៌សវិញខ្ញុំថតបង្ហាញមកបងតាមវិស័យចំពោះផ្នែកខាងក្នុងអីចឹងហើយឥឡូវមកពណ៌ក្រហមវិញដែលសារពណ៌ក្រហមនេះយើងទៅតែចូលមកថ្មីបងនេះចំពោះ interior របស់ពណ៌ក្រហមវិញគឺថាស្អាតខ្លាំងមែនទែនជាមួយនឹងកៅអីគឺប្រភេទ gaming ជាពិសេសគឺកបោនចុកកៅអីកនឹងតែម្ដងបងទៅគឺស្អាតខ្លាំងមែនទែនតែម្ដងពណ៌ក្រហមមកគ្រឿងនេះហើយបងមកឥឡូវទៅមើលផ្នែកខាងក្នុងរបស់ពណ៌ blue sky វិញទៅពណ៌ blue sky នេះបងដែលគាត់តាមដានវីដេអូខ្ញុំមុនគឺខ្ញុំធ្លាប់បង្ហាញច្រើនខ្លាំងមែនទែននេះប្រភេទគាត់ថានេះ option វាលើពីគ្រឿងនោះមកគ្រឿងនេះយើងអាចបើកទៅបានចឹងទៅណាបងនិយាយទៅវីដេអូនេះដែរខ្ញុំមកបាន detail ក៏លម្អិតអំពី option និង function របស់ Lamborghini ទាំង3គ្រឿងនេះប៉ុន្តែក្នុងវីដេអូនេះដែរគឺខ្ញុំមក update ជា stock ឲ្យបងវិញចឹងឥឡូវនេះដែរគឺយើងមានជាមួយនឹង Lamborghini 3គ្រឿងចឹងសម្រាប់បងចង់មកមើលផ្ទាល់អាចមកមើលផ្ទាល់បាននៅខាង Habanotto ហើយសូមអរគុណ